សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកវិលត្រឡប់ដូចការសន្យាដូចថ្ងៃមុនយើងនឹងរៀនអំពីការបង្កើត Facebook ទីផ្សារអនឡាញលើ Facebook ថ្ងៃនេះខ្ញុំបន្ទាប់មានវីដេអូបន្ទាប់ទៀតគឺយើងបង្កើត ADS នៅក្នុង BM តែម្ដងអញ្ចឹងកុំឲ្យពេលយូរមកវែងវីដេអូនេះគឺបងប្អូនចូលកន្លែងADS ដដែលADS Manager ហើយគឺបងប្អូនចូលទៅរក BM ដែលយើងបង្កើតជាមួយគ្នាកាលមុនប៉ុន្តែ BM របស់ខ្ញុំថ្មីទេដែល BM កាលមុនវាជាប់យើងបង្កើតភ្លាមពេកណាអញ្ចឹងសិតតែជួបអស់ហើយបើថាខ្ញុំមាន account ច្រើនសម្រាប់ train បងប្អូនហើយរបៀបដោះ BM ឬក៏ reject ឬក៏ផ្សេងទៀតនោះគឺយើងសិក្សានៅវីដេអូបន្ទាប់តាយើងចូលតែម្ដងអញ្ចឹងបងប្អូនចូលកន្លែង BM ខាងលើនេះពួកយើងបង្កើត ADS ចេញពី BM មែនទេបងប្អូនអរគ្នាអញ្ចឹងបងប្អូនបានមើលវីដេអូមុនបងប្អូននឹងយល់ហើយបងប្អូនអត់ទាន់បានមើលវីដេអូមុនបងប្អូនអាចអញ្ជើញទៅមើលវីដេអូមុនដើម្បីរៀនពីដើមរហូតមកដល់ពេលនេះវិញអូខេតោះយើងចូលកន្លែងកងចាក់មកគេហៅ setting business setting យើងហ្នឹងបន្ទាប់មកបងប្អូនចូលទៅដល់BM ហើយបងប្អូននឹងចូលកន្លែង ADS នេះយើងបង្កើត page នេះយើងបង្កើត ADS នឹងអីគេហើយ page នឹងអីគេ ADS គឺជាគណនីហើយ page នេះគឺសបរបស់លើ online របស់យើងអូខេឥឡូវយើងបង្កើត ADS យើងចូលនេះមក add account នេះគឺ ADS នឹងឯងបងប្អូនណាតោះយើងចូលតែម្ដងបន្ទាប់មកទៀតបងប្អូនមើលខាងនេះខាងស្ដាំដៃនេះគឺឃើញបងប្អូនយកលើក៏បានយកក្រោមក៏បានដូចគ្នាណាពីរនឹងដូចគ្នាអូខេឥឡូវយើងចូលយកក្រោមទៅបងប្អូនឃើញគេដាក់ create new account ណាអញ្ចឹងបងប្អូនចូល create new account អញ្ចឹងកន្លែងនេះបងប្អូនដាក់ឈ្មោះមកដាក់ BM អីគេសម្រាប់អីគេ BM អីគេដាក់មក BM ខ្ញុំដាក់ BM តាមខ្ញុំទៅតាមដែលខ្ញុំដាក់អញ្ចឹងទៅបងប្អូនមានចង់ដាក់អីដាក់តាមនឹងទៅអូខេអញ្ចឹងខ្ញុំដាក់ឈ្មោះហើយបងប្អូនល្វែងមកបងប្អូន search រកភ្នំពេញទៅបើឃើញភ្នំពេញទេបងប្អូនដាក់បាងកកឬក៏ហូជីមិញទៅណាបងប្អូនណាព្រោះល្វែងម៉ោងយើងដូចគេដែរអញ្ចឹងយើងអត់មានល្វែងម៉ោងនៅលើអានេះយើងដាក់ប្រទេសគេទៅបាទអញ្ចឹងបងប្អូនកន្លែងនេះគឺយើងកំណត់តែប៉ុណ្្នឹងទេអានេះគឺឈ្មោះបងប្អូនដាក់អីដាក់ទៅអានេះគឺល្វែងម៉ោងកាលណាដាក់ល្វែងម៉ោងនេះពេលដែលយើងបូតទៅគឺចំអ្វីដែលប្រជាជនយើងកំពុងតែរត់គាត់រស់នៅគាត់ថាយើងបូតពេលល្ងាចបែរថាយើងរុញទៅពេលល្ងាចអញ្ចឹងទៅណាបងណាហើយឲ្យCV3 ជាមួយនឹងសបរបស់យើងដែលបូតទៅគឺប៉ះគាត់កំពុងតែអនឡាញតែម្ដងអញ្ចឹងគាត់ចាប់ឃើញចាប់អារម្មណ៍គាត់ទិញគាត់ស៊ូនាំកន្លែងហ្នឹងអូខេតោះយើងចុចនេះបន្តទៀតបន្ទាប់មកកន្លែងនេះគឺគេសួរថាយើង business ខ្លួនឯងឬក៏យើងជាអ្នកកាន់ page ឲ្យគេឬក៏ជាបោះភ្ញៀវរបស់យើងអញ្ចឹងណាអញ្ចឹងបងប្អូនគិតថាអាណាសំដាក់ហ្នឹងទៅប៉ុន្តែខ្ញុំដាក់ my business ខ្ញុំអាជីវកម្មខ្លួនឯងអូខេតាទៅទៀតកន្លែងនេះគឺបងប្អូនចុចគ្រីសមួយមកដើម្បីឲ្យ BM ហ្នឹងឃើញទេឃើញក្បាលព្រួយគេបងប្អូនណាឃើញទេឃើញក្បាលព្រួយគេឃើញក្បាលព្រួយគេគ្រប់គ្រងជាមួយនឹង ADS នេះអញ្ចឹងមិញខ្ញុំដាក់ឈ្មោះខុសខ្ញុំត្រឡប់បន្តិចខ្ញុំច្រឡំដាក់ BM អូខេខ្ញុំដាក់ ADS ហើយនេះ ADS បាទដាក់ ADS អូខេតោះយើងទៅទៀតអញ្ចឹងអានេះ BM អានេះ ADS អញ្ចឹងបងប្អូនគាត់ទៅគ្រីសមួយហើយ create account គ្រីសហើយចុច create account អានេះគេយើងសួរ business មួយចំនួនទេយើងមិនបាច់ខ្វល់ទេអញ្ចឹងយើង create account តែម្ដងចាំតិចទៅវាកំពុងតែ process អូខេបានហើយឃើញនៅ load នៅក្នុង interface នេះហើយបងប្អូនចាំតិចអូខេកន្លែងនេះ add card បងប្អូនណាកន្លែងនេះ add card ឬក៏បងប្អូនអត់ទាន់ add បងប្អូនចុចដានទៅ add card បងប្អូនពាក់ព័ន្ធនឹង card កន្លែងនេះបន្តិចណាបងប្អូនអាចឆាតមកខ្ញុំផ្ទាល់ទូចឲ្យបងប្អូនឆាតមកខ្ញុំផ្ទាល់បើខ្ញុំបរៀន add card បើសិនតែយើង add ទៅវាជាប់ privacy អីមួយ card មួយអីចឹងទៅអញ្ចឹងអាហ្នឹងត្រូវបំបែកគណនីធនាគារទៀតកន្លែងហ្នឹងស៊ីជម្រៅតិចអញ្ចឹងបងប្អូនគួរតែឆាតមកខ្ញុំដាក់ link Telegram ខាងក្រោមណាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេ
dương và cả bàn háo dương nâng nít tì nhờ ẹt card thấy bao dương ở toàn ẹt card thế nhưng chọn đàn thôi ok chẳng bóng ôn từ tụi bóng ôn ở chat mà nhóm tích máu là vậy ẹt card lại